បាទមូលហេតុអីបានជាយើងត្រូវបាញ់តំណាំយើងត្រូវបាញ់ទៅលើដើមវាដែរបាទដើមវានេះផ្នែកខាងក្រៅសបកនេះវាមានតួនាទីមួយបញ្ជូនអាហារបាទទៅចិញ្ចឹមស្លឹកបាទទៅចិញ្ចឹមផ្កាផ្លែនៅខាងលើនោះបាទបងប្អូនចង់ដឹងនេះដើមខ្នោនេះដែលវាធ្លាក់ស្លឹកច្រើនពេកគាត់កាប់ចោលបងប្អូនមើលនេះអាហារនេះតាមពិតទៅវាត្រូវជូនទៅលើនេះជាតិទឹកនិងអាហារវាត្រូវបញ្ជូនទៅលើទេប៉ុន្តែដោយសារតែវាអត់មានលើទៅបាទវាត្រូវពហិចោលនេះកាប់មកយកឃើញពហិនេះសារធាតុចិញ្ចឹមរបស់វាបងប្អូនចឹងបានខ្ញុំប្រាប់ថាកន្លែងនេះកុំចោលកុំមើលរំលងវាបងប្អូនបាទបងប្អូនមានលទ្ធភាពបងប្អូនបាញ់វាអត់ខាតជីប្រមាណទេបងប្អូនបាទជីបំពន់ពេលដែលបាញ់ទៅវាព្យាបាលបាទពេលខ្លះវាមានរោគពេលខ្លះវាអីទៅវាទៅព្យាបាលបាទកោសិការមមអាកន្លែងនេះកាលណាវាបញ្ជូនសារធាតុចិញ្ចឹមទៅលើបានល្អបាទនៅពេលដែលចេញផ្កាផ្លែបានបងប្អូនដឹងថាអត្ថប្រយោជន៍វាប៉ុណ្ណាបាទកាលណាកន្លែងនេះវាបញ្ជូនសារធាតុចិញ្ចឹមអត់ទៅដល់លើអត់ទៅដល់លើកន្លែងកតងវាបងប្អូនបាទតំណាំភាគច្រើនគឺឈប់ក្តាប់ហើយបាទសំទោសតំណាំភាគច្រើនគឺជ្រុះក្តាប់ហើយបាទអញ្ចឹងហើយបានវាសំខាន់កន្លែងនេះវាសំខាន់បាទអានេះខ្ញុំអត់និយាយពីទ្រឹស្ដីអីទេបងប្អូនខ្ញុំនិយាយពីបទពិសោធន៍ដែលខ្ញុំជួបកសិករច្រើនហើយខ្ញុំឲ្យគាត់បាញ់ច្រើនហើយភាគច្រើនតំណាំរបស់កសិករមួយរបស់ខ្ញុំគឺអត់ដែរជ្រុះតិចបាទជ្រុះតិចវាមិនមែនអត់ជ្រុះទេបងប្អូនបាទវាជ្រុះតិចខែគេជ្រុះខ្លាំងយើងជ្រុះតិចខែគេជ្រុះតិចយើងមិនសូវជ្រុះក៏ដោយអញ្ចឹងបងប្អូនមើលវាអញ្ចឹងបាទខ្ញុំចេះតែវីដេអូមួយនោះខ្ញុំប្រាប់បងប្អូនថាកុំអោយចោលអាហ្នឹងបាទបងប្អូនមានលទ្ធភាពបាញ់តែបងប្អូនថាពិបាកបាញ់ណាស់ព្រោះពិបាកបាញ់ណាស់បាញ់ទៅពេលណាហើយអីបាទអញ្ចឹងអាហ្នឹងចាត់ចែងតាមហ្នឹងទៅប៉ុន្តែសម្រាប់ខ្ញុំបាទមកដើមអីបើសុំបាញ់អូពីលើចុះក្រោមមិនបានមកទៅហើមផងបងប្អូននេះសម្រាប់ខ្ញុំណាកម្ពស់តំណាំត្រឹម5ម៉ែត្រ6ម៉ែត្រអីបើសិនខ្ញុំបាញ់ប្រភេទម៉ូទ័របាញ់ម៉ូតូណាបាទខ្ញុំបាញ់មិនបានមកទៅហើមទេបាទនេះអាស្រោចពីលើចុះក្រោមណាបាទខ្ញុំបាញ់មិនបានមកទៅហើមទេអញ្ចឹងហើយបងប្អូនដែលមានតំណាំហើយចង់បានផលច្រើនហើយប្រើជីបំពន់បាទបងប្អូនកុំមើលរំលងនៃការបាញ់ដើមពីលើចុះក្រោមដែលវីដេអូខ្ញុំមានស្រាប់ហើយបងប្អូនចូលទៅមើលវិញទៅបាទចឹងអត្ថប្រយោជន៍វាច្រើនសម្រាប់ការបាញ់ជីបំពន់ចូលដើមនេះ